Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel VPN សម្រាប់រឿងថ្ងៃនេះយើងនឹងបន្តភាគទី1នៃរឿងពិភពនៃក្បាច់គុនរដូវកាលទី6បន្តសាច់រឿងចាប់ផ្ដើមគឺស្ថិតនៅមុខច្រកទ្វារចេញចូលនៃវិមានអាតកំបាំងមនុស្សស្រីម្នាក់នេះគឺជាមនុស្សដែលស្ថិតនៅរាជវង្សពីរគាត់ដែលមានឈ្មោះថាពីស៊ីងហើយគឺជាមនុស្សដែលស្ថិតនៅកម្រិតទី8ផ្កាយ2ហើយមនុស្សមួយក្រុមទៀតគឺជាមនុស្សដែលមកពីរាជវង្សហុងហងហើយម្នាក់នេះគឺមានឈ្មោះថាហុងលីហើយគឺជាមនុស្សដែលស្ថិតនៅកម្រិតទី8ផ្កាយ2ផងដែរមនុស្សមួយក្រុមទៀតគឺជាមនុស្សដែលស្ថិតនៅរាជវង្សបិសាចថ្មឈ្មោះរបស់គេគឺស៊ីគុនអនគោរពទៅកាន់រាជវង្សទាំងពីរហុងលីគេនិយាយហើយលោកបងស៊ីគុនណាតើរាជវង្សបិសាចថ្មរបស់លោកបងរយៈពេលថ្មីហ្នឹងតើមានរឿងអ្វីកើតឡើងខ្លះទៅស៊ីគុននិយាយថាបញ្ហាតិចតួចតែប៉ុណ្ណោះស៊ីគុននិយាយថាបញ្ហាតិចតួចតែប៉ុណ្ណោះលោកបងហុងលីមិនបាច់បារម្ភទេហុងលីនិយាយថាបញ្ហាតិចតួចហេតុអ្វីបានជាលោកបងចាំបាច់ចំណាយនៅគ្រាប់ថ្នាំនិព្វានម្ដង 10000 គ្រាប់ដើម្បីតាមប្រមាញ់ក្មេងប្រុសម្នាក់ដែលមកពីរាជវង្សតូចទាបតែស៊ីគុនគេនិយាយដោះសារហើយលោកបងហុងលីគ្រាន់តែគ្រាប់ថ្នាំនិព្វាន1លានគ្រាប់វាគ្មានអ្វីអស្ចារ្យសម្រាប់រាជវង្សបិសាចថ្មរបស់ពួកយើងទេប៉ុន្តែអ្វីដែលខ្ញុំបានដឹងឮថារាជវង្សហុងហងរបស់លោកបងបានប៉ះគ្នាជាមួយនឹងរាជវង្សវូជីមានការខាត់បងយ៉ាងធ្ងន់ធ្ងរនៅក្នុងការដណ្ដើមយកនៅសោបុរាណប្រសិនបើលបងត្រូវការក្របថ្នាំប្រាប់មកខ្ញុំនឹងផ្ដល់ជូនមួយចំនួនហើយទីកន្លែងនេះគឺជាទីកន្លែងដ៏សែនគ្រោះថ្នាក់បើសិនបើគ្មានកម្លាំងគ្រប់គ្រាន់ទេសូម្បីតែជីវិតណាគឺមិនអាចនឹកស្មានបានផងហុងលីគេពិតជាខឹងណាស់ប៉ុន្តែគឺមិនចង់និយាយអ្វីច្រើនទេលបងស៊ីខុនមិនបាច់បារម្ភឡើយដោយរាជវង្សរបស់ពួកយើងគឺទទួលបាននៅសន្និមិត្តដ៏មានឥទ្ធិពលម្នាក់ជួយការពារពួកយើងដែលគឺជាមនុស្សអាចកំបាំងម្នាក់នេះឯងហើយអេដមីនសង្ស័យគេគឺជាលីសធានចេជាមិនខានពីស៊ីងនាងគឺមិនចង់និយាយច្រើនទេអ្នកទាំងពីរអ្នកកាន់កូនសោបុរាណម្នាក់ទៀតមិនទាន់បង្ហាញខ្លួនទេបើសិនបើគេម្នាក់នោះមិនមកអញ្ចឹងគឺមានន័យថាការខិតខំប្រឹងប្រែងរបស់យើងកន្លងមកនេះគឺស្មើនឹងគ្មានប្រយោជន៍ហុងលីគេបាននិយាយបែបឌឺដងទាំងអស់នេះគឺដោយសារតែលបងស៊ីគុននេះហើយក៏បានធ្វើឲ្យក្មេងប្រុសដែលមកពីរាជវង្សតូចទាបនឹងមិនអាចមកដល់ទីកន្លែងនេះបានខ្ញុំពិតជាចង់ដឹងខ្លាំងណាស់តើរាជវង្សមួយណាមានសមត្ថភាពអាចចាប់ក្មេងប្រុសម្នាក់នោះបាននៅពេលនេះទៅភ្លាមនោះលីនតុងរបស់យើងហើយនឹងលីនយ៉ានក៏បានដើរមកដល់អ្នកទាំងអស់គ្នាគឺមិនដឹងថានេះគឺជាលីនតុងទេហុងលីនិយាយសួរតើអ្នកក្លាហានគឺមកពីរាជវង្សមួយណាលីនតុងនិយាយហើយខ្ញុំគឺមកពីរាជវង្សយាឈ្មោះថាលីនតុងអ្នកទាំងអស់គ្នាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់លីនតុងគេគឺជាមនុស្សដែលរាជវង្សបិសាចថ្មតាមប្រមាណចំណាយគ្រាប់ថ្នាំ2លានគ្រាប់តើគេមិនទាន់បាត់បង់ជីវិតទេលីនតុងលើកដៃឡើងអធ្យាស្រ័យផងអ្នកទាំងអស់គ្នាដែលឲ្យរងចាំយូរដោយសារតែផ្លូវដែលបានធ្វើដំណើរមកនេះមានបញ្ហាមួយចំនួនកើតឡើងហុងលីនិយាយបែបឌឺដងទៅកាន់ស៊ីគុនទីហើយមើលទៅលបងស៊ីគុនណាមិនចាំបាច់ចំណាយគ្រាប់ថ្នាំនិព្វាន1លានគ្រាប់ទេពីស៊ីងមិនឲ្យខាតពេលយូរនិយាយប្រាប់អ្នកទាំងអស់គ្នានៅពេលនេះអ្នកកាន់កូនសោទាំង4គឺបានមកជុំគ្នាហើយគួរណាតែដល់ពេលវេលាបើកច្រកទ្វារនៃវិមានអាចកំបាំងហើយតែស៊ីគុនប្រាប់ថារងចាំសិនទៅនិយាយទៅកាន់លីនតុងឯងគឺបានសម្លាប់ប្អូនប្រុសរបស់ខ្ញុំស៊ីយាអញ្ចឹងហើយថ្ងៃនេះឯងគឺត្រូវតែតបស្នងតម្លៃមកវិញតែលីនតុងនិយាយថានៅក្នុងការប្រមាញ់កំណត់គឺអាស្រ័យទៅលើកម្លាំងស៊ីយាគេបានបរាជ័យនៅក្នុងការដណ្ដើមយកកូនសោបុរាណពីខ្ញុំគួរណាតែសមត្ថភាពរបស់ស៊ីយាគឺមិនខ្លាំងគ្រប់គ្រាន់ដែរឬអញ្ចឹងស៊ីគុនក៏បានបញ្ចេញកម្លាំងដ៏ខ្លាំងនិយាយថាលីនតុងមើលទៅឯងមានទំនុកចិត្តខ្ពស់ណាស់ទៅលើកម្លាំងរបស់ឯងលីនតុងឯងគឺទៅងាប់ទៅលោតទៅវាយលីនតុងប្រើប្រាស់កម្លាំងតូបានដឹងថាកម្លាំងរបស់ស៊ីគុនគឺជាមនុស្សដែលស្ថិតនៅកម្រិតទី8ផ្កាយ2ប្រើប្រាស់កម្លាំងធាតុយានជីងវាយទៅកាន់ស៊ីគុនឡើងពើងថយក្រោយរៀងខ្លួនកម្រិតទី8ផ្កាយ1ពិតជាក្រាន់បើមែនលីនតុងនិយាយបែបឌឺដងលោកគឺស្ថិតនៅកម្រិតទី8ផ្កាយ2មានតែប៉ុណ្ណឹងទេអីលីនច័ន្ទគេពិតជាបារម្ភខ្លាំងណាស់លីនតុងនិយាយហើយមិនបាច់បារម្ភទេថាមនុស្សម្នាក់នេះមិនអាចធ្វើអ្វីខ្ញុំបានឡើយមិននិយាយច្រើនស៊ីគុនក៏ប្រើប្រាស់ស្នៀតដាវរបស់គេលោតទៅកាប់លីនតុងក៏បានយកលំពែងបុរាណមកទប់រងម្នាក់ប្រើប្រាស់ស្នៀតលំពែងម្នាក់ទៀតប្រើប្រាស់ស្នៀតដាវវាយគ្នាទៅវិញទៅមកលីនតុងប្រើប្រាស់ស្នៀតបំបែកស្រមោលចូលទៅវាយជាមួយនឹងស៊ីគុនគិតថានេះគឺជាស្នៀតកំប៉ែកកំប៉ុកទេប្រើស្នៀតដាវវាយបំបែកស្រមោលរបស់លីនតុងខ្ទេចលីនតុងក៏បានសម្រើខ្លួនចូលទៅដោយផ្ទាល់អ្នកទាំងពីរវាយគ្នាប្រមាណក្បាច់នៅលើអាកាសបើកភ្នែកធំចំហមើលឈរមើល
ហើយហុងលីនិយាយថាមិននឹកស្មានថាលីនតង់មនុស្សម្នាក់នេះគេគឺពិតជាមិនធម្មតាមែនចំណែកឯមនុស្សអាចកំបាំងម្នាក់នេះគេគឺក្តាប់ដៃយ៉ាងណែនខឹងខ្លាំងណាស់ដោយសារតែគេគឺជាលីលិនធាននឹងហើយដូច្នេះហើយអ្នកទាំងពីរប្រើប្រាស់កម្លាំងដាវហើយនិងកម្លាំងលំពេងវាយទង្គិចគ្នាផ្ទុះឡើងរំជួយស៊ីគុណកិច្ចសម្រាប់ខ្លួនប្រើប្រាស់ស្នៀតដាវបិសាចស៊ូគេរបស់គេចេញមកជារូបកាយវិញ្ញាណយ៉ាងធំចំណែកលីនតង់ប្រើប្រាស់ស្នៀតម្រាមដៃទាំង5ដែលគេហៅថាបាត់ដៃឋានសួគ៌ចូលមកកម្លាំងនៃការប៉ះទង្គិចគ្នាពិតជាអស្ចារ្យខ្លាំងណាស់បំបែកនៅជញ្ជាំងសសរបុរាណអស់ជាច្រើនដើមអ្នកទាំងអស់គ្នាសឹងតែទប់ខ្លួនមិនបានស៊ីខុនប្រើប្រាស់កម្លាំងបន្ថែមទៀតលីនតង់ក៏ដូចគ្នាផងដែរដូច្នេះហើយកម្លាំងរវាងអ្នកទាំងពីរក៏បានទុះសាយភាយជុំវិញបរិវេណនោះទោះបីជាកម្រិតរបស់លីនតង់ទាបជាងស៊ីគុនមួយកម្រិតកាយក៏ដោយប៉ុន្តែការប្រយុទ្ធនេះគឺស្មើដៃគ្នាពីស៊ីងក៏បាននិយាយថានៅពេលនេះឈប់វាយគ្នាទៅពួកយើងទាំងអស់គ្នាក៏បានចំណាយកម្លាំងនិងខិតខំយ៉ាងស្វះស្វែងនៅក្នុងការដណ្ដើមយកនៅសបុរាណហើយនៅទីកន្លែងនេះវាគឺមិនមែនជាទីកន្លែងនៅក្នុងការដោះស្រាយជម្លោះរវាងអ្នកទាំងពីរទេអញ្ចឹងហើយគួរណាតែបញ្ឈប់ត្រឹមនឹងសិនទៅគួរណាតែបើកនៅច្រកទ្វារបុរាណអាចកំបាំងសិនទៅគឺវាល្អជាងចំណែកហុងលីក៏គិតដូចគ្នាផងដែរស៊ីខូនគេនិយាយហើយថាលីនតង់ខ្ញុំនឹងទុកជីវិតឲ្យឯងរស់នៅបណ្ដោះអាសន្នសិនណាបន្ទាប់ពីស្វែងរកកំណប់អាកំបាំងរួចហើយគេនឹងសម្លាប់លីនតង់ឲ្យបានហើយលីនតង់គេនឹងរងចាំថ្ងៃនោះដូច្នេះអ្នកទាំងអស់គ្នាក៏បង្ហាញនៅកូនសោបុរាណរៀងខ្លួនដំណើរការក្បួននៃការបង្កើតបាញ់កម្លាំងហោះឡើងទៅលើមេឃហើយក៏បានបើកនៅច្រកទ្វារចេញចូលនៃវិមានបុរាណអ្នកទាំងអស់គ្នាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់វិមានបុរាណគឺពិតជាធំមែនទែនលីនតង់យកសោបុរាណទុកហុងលីគេនិយាយថាទីកន្លែងនេះគឺពិតជាអស្ចារ្យក៏ដូចជាមានកប់ទ្រព្យសម្បត្តិជាច្រើនរឹបមិនអស់ផងដែរហើយប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងនោះក៏សម្ព័ន្ធហុងសៀមរបស់ពួកយើងក៏មិនបន្ធូរដៃឬមួយក៏គ្មានធម៌មេត្តាទៅឲ្យអ្នកទាំងអស់គ្នាទេអញ្ចឹងហើយពួកគេក៏បានសម្រើខ្លួនចូលទៅមនុស្សអាចកំបាំងម្នាក់នេះក៏បានមើលទៅលីនតង់ជាពិសេសផងដែរលីនតង់គិតថាចំហាយខ្លួនរបស់មនុស្សម្នាក់នេះគឺដូចជាមានអារម្មណ៍ថាធ្លាប់ស្គាល់ស៊ីខុនគេមិនបានធ្វើអ្វីលីនតង់ទេហើយពួកគេក៏បានចេញតាមស្វែងរកកំណប់បាត់ទៅកញ្ជ្រោងសួរចេញមកនិយាយថានៅទីកន្លែងនេះសម្បូរទៅដោយកំណប់ទ្រព្យដ៏អាចកំបាំងនិងមានតម្លៃជាច្រើនហើយនៅក្នុងចំណោមកំណប់ទ្រព្យដែលមានតម្លៃគឺតាក់ទងជាមួយនឹងក្របថ្នាំហើយក៏ណាតែស្វែងរកសាលចម្រាញ់ថ្នាំទៅលីនតង់មិនដឹងថាតើស្វែងរកសាលចម្រាញ់ថ្នាំនៅទីកន្លែងណាទេកញ្ជ្រោងសួរគេគឺឲ្យទុកចិត្តលើវាទៅដូច្នេះហើយវាក៏បាននាំផ្លូវទៅហើយនៅខាងមុខនោះវាគឺជាសាលចម្រាញ់ថ្នាំកញ្ជ្រោងសួរវាគឺហិតដឹងអំពីចំហាយថ្នាំពីចម្ងាយហើយពួកគេបានប្រញាប់ប្រញាល់ទៅយ៉ាងលឿនពួកមនុស្សជាច្រើនគឺកំពុងតែប្រយុទ្ធគ្នាដើម្បីដណ្ដើមយកនៅក្របថ្នាំលីនតង់មិននឹកស្មានដល់ទេថាពួកមនុស្សទាំងអស់គ្នានេះពួកគេបានមកដល់ទីកន្លែងនេះលឿនខ្លាំងណាស់កញ្ជ្រោងសួរនិយាយថាមនុស្សទាំងអស់គ្នានេះពួកគេគឺព្យាយាមអស់ពីសមត្ថភាពដើម្បីស្វែងរកនៅសបុរាណហើយជាធម្មតាទេពួកគេប្រកាសជាដឹងតាក់ទងជាមួយនឹងបញ្ហាទាំងអស់នេះអញ្ចឹងហើយលីនចាន់និងលីនតង់ពួកគេទាំងពីរក៏បានសម្រាលខ្លួនចូលទៅក្នុងទៅមនុស្សដែលស្ថិតនៅរាជវង្សហុងហោងឃើញថាលីនតង់សម្រាលខ្លួននៅចំពោះមុខប្រាប់ថាបញ្ឈប់ម្នាក់នេះទៅតែក៏ត្រូវស៊ីមួយកំភ្លៀងរបស់លីនតង់ផែលីនចាន់សម្លឹងឃើញថាក្របថ្នាំនៅទីកន្លែងនេះគឺច្រើនខ្លាំងណាស់លោកបងធម្មតាតើពួកគេមិនយកទេអីលីនតង់និយាយប្រាប់ថាក្របថ្នាំដែលមានតម្លៃជាងគេវាប្រកាសជាស្ថិតនៅក្នុងសាលចម្រាញ់ថ្នាំហើយពួកយើងមិនចាំបាច់ចំណាយពេលវេលាដើម្បីដណ្ដើមយកក្របថ្នាំទាំងអស់នេះទេទុកឲ្យពួកគេទាំងអស់គ្នាយកទៅកញ្ជ្រោងសួរវាបានសរសើរថាយោយអាឡែដាទីបំផុតឯងគឺឆ្លាតហើយវើយអ្នកទាំងពីរក៏បានសម្រាលខ្លួនចូលទៅយ៉ាងលឿនចំណែកនៅខាងក្នុងនេះវិញគឺមានមនុស្សជាច្រើនកំពុងតែប្រយុទ្ធគ្នាផងដែរហើយនេះគឺជាចង្ក្រានចម្រាញ់ថ្នាំដ៏ធំមួយពួកគេគឺជាមនុស្សដែលស្ថិតនៅកម្រិត
ទី8វាយគ្នាទៅវិញទៅមកនិយាយថាយាយហ្វាណាក្របថ្នាំនៅទីកន្លែងនេះវាគឺជារបស់យើងឯងគឺមិនអាចយកវាចេញទៅណាបានឡើយយ៉ាន់ស៊ីននិយាយតបទៅវិញចាំឯងយកឈ្នះខ្ញុំសិនទៅចាំគិតគូរតាក់ទងជាមួយនឹងក្របថ្នាំចម្រាញ់ទាំងអស់នេះដូច្នេះហើយពួកគេទាំងពីរក៏បានចូលទៅវាយគ្នាម្ដងទៀតចំណែកលីនតង់ហើយនិងលីនចាន់ក៏បានពូនមើលពីចម្ងាយផងដែរហើយក៏សម្លឹងឃើញថានោះវាគឺជាចង្ក្រានចម្រាញ់ថ្នាំកញ្ជ្រោងសួរវាចេញមកពិនិត្យមើលសម្លឹងឃើញថានៅក្នុងចង្ក្រានចម្រាញ់ថ្នាំវាគឺជាក្របថ្នាំកងនៃជីវិតលីនតង់គឺមិនដឹងថាក្របថ្នាំកងនៃជីវិតនិងការស្លាប់នឹងវាគឺមានតម្លៃប៉ុណ្ណាទេនៅអ្វីដែលកញ្ជ្រោងសួរនិយាយប្រាប់ថាបើសិនមាននរណាម្នាក់មានក្របថ្នាំមួយនេះនៅពេលដែលសរសៃឈាមត្រូវបានកាត់ផ្ដាច់ស្នូលធម្មពលត្រូវបានបំផ្លាញដែលគ្រាន់តែប្រើប្រាស់ក្របថ្នាំមួយនេះប្រកបណាស់នឹងត្រូវបានជួសជុលនិងស្ដារត្រឡប់មកវិញគ្រប់យ៉ាងអញ្ចឹងហើយប្រសិនបើខ្ញុំអាចទទួលបាននៅក្របថ្នាំកងនៃជីវិតនិងការស្លាប់មួយនេះបានប្រកបណាស់ខ្ញុំប្រកាសជានឹងទទួលបាននៅរូបកាយពិតរបស់ខ្ញុំត្រឡប់មកវិញជាមិនខានអញ្ចឹងហើយលីនតង់ខ្ញុំត្រូវតែយកនៅក្របថ្នាំកងនៃជីវិតនិងការស្លាប់ឲ្យតល់តែបានប្រាប់ទៅកាន់កញ្ជ្រោងសួរមិនបាច់បារម្ភទេទុកបញ្ហានេះឲ្យខ្ញុំនិងលីនច័ន្ទជាអ្នកចាត់ការទៅចុះលីនច័ន្ទនិយាយថាលបងទី2ទុកចិត្តលើខ្ញុំទៅខ្ញុំនឹងយកក្របថ្នាំមួយនោះឲ្យតល់តែបានកញ្ជ្រោងសួរវារំភើបចិត្តមែនទេហើយចំណែកឯអ្នកទាំងពីរនេះវិញប្រើស្នីតដាវសត្វក្អែកនិងស្នីតដាវនារាជចូលទៅវាយផ្ទុកគ្នាបំផ្ទុះឡើងរំជួយដែលម្នាក់ដែលពាក់ខោអាវពណ៌មាសគឺជាមនុស្សដែលស្ថិតនៅរាជវង្សហុងហងឈ្មោះថាធានសាម្នាក់ទៀតគឺមានឈ្មោះថាយ៉ាន់ស៊ីននឹងឯងគឺសុទ្ធតែជាមនុស្សដែលស្ថិតនៅកម្រិតទី8ផ្កាយ2ចំពោះលីនតង់សម្រាប់ខ្លួនចូលទៅយ៉ាងលឿនដណ្ដើមយកក្របថ្នាំអ្នកទាំងពីរបញ្ជាឲ្យបញ្ឈប់អាម្នាក់នេះជាបន្ទាន់មនុស្សជាច្រើនក៏បានសម្រាប់ខ្លួនចូលទៅបញ្ឈប់តែក៏ត្រូវស៊ីមួយដំបងរបស់លីនច័ន្ទផ្ទុះឡើងរំជួយអ្នកទាំងពីរប្រើស្នៀតដាវព្រមគ្នាវាយទៅកាន់លីនតង់អាល្អិតឯងគឺមករកការស្លាប់ហើយវាយផ្ទុះឡើងរំជួយអញ្ចឹងហើយសាច់រឿងរបស់យើងភាគទី1ក៏បានដល់ទីបញ្ចប់ដែរហើយយើងនឹងជួបគ្នាជាមួយនឹងភាគទី2បន្តទៀតអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ